គ្នាថ្ងៃនេះដែរគឺខ្ញុំមកធ្វើការ demo នៅក្នុង project website e-commerce ដោយ website របស់ខ្ញុំគឺបាន target ទៅនឹង user ដែល adult ហើយនិង teenager សម្រាប់ website នេះគឺយើងលក់របៀបកៅអៅដែលតាក់ទងទៅនឹង Y2K streetwear ហើយទៅនឹង vintage ហើយសម្រាប់នេះ page ដំបូងនេះដែរគឺ page ដែលយើងចូលមកគឺឃើញ main hero page របស់យើងគឺមានវីដេអូដែល list ជា model ហើយនេះគឺជា model list របស់យើងដែលយើងអាច click ទៅកាន់ product detail នៅមិន product detail ទៅ product របស់យើងហើយអានេះក៏ដូចគ្នាហើយនេះគឺជា new collection របស់យើងហើយបន្ទាប់មកដល់កន្លែងនេះគឺយើងអាច click ទៅនឹង category មួយដូចជា top bottom footwear ហើយនឹងខាងក្រោមនេះគឺជា promotion menu bar banner របស់យើងហើយខាងក្រោមនេះគឺជា our review គឺជា feedback ទៅនឹង feedback ដែរពួកគាត់បាន order ទិញកៅអៅរបស់យើងហើយសម្រាប់នៅលើនេះដែរគឺមានប៊ូតុង search សម្រាប់ search product មួយហើយក៏ដូចជាយើងមានប៊ូតុង favorite card user ហើយនឹងប៊ូតុង language ដែលយើងអាច switch language ទៅមកបានដូចជា language ខ្មែរដែលខ្ញុំបាន build ឡើងជាមួយនឹង Next.js ហើយនឹង Tailwind CS ដោយយើងអាច switch language ទៅវិញទៅមកបានដែលធ្វើឲ្យ user គាត់ងាយស្រួលក្នុងការ purchase product យើងហើយដូចជាកន្លែងនេះគឺយើង hover ទៅវា list គឺ list down product នៃ category list របស់យើងមួយដូចជា Y2K style មួយ list មកទាំងអស់ហើយដូចជា men ក៏ដោយ women ក៏ដោយហើយ trending ក៏ដូចគ្នាដែរបើសិនបើយើងចុច click ទៅ category នេះមួយអញ្ចឹង load ទៅចូល page នៃ list នៃ product ទាំងអស់របស់យើងដោយ page នេះ page ជា product list ដោយមាន sidebar សម្រាប់ target នៃ list នៃរបស់ពួកយើងដូចជា product card មួយដោយ list នៃ style មួយឧទាហរណ៍ Y2K streetwear ហើយក៏នឹងយើងអាច price range បានដែរដូចជាទៅ$10ទៅ$5អញ្ចឹងទៅ$20អញ្ចឹងទៅសុំទោសហើយដូចជា$30ទៅ$40គឺ list មកទាំងអស់ហើយក៏ដូចជាទៅ page មួយដូចជា page women គឺ list product ដែលតាក់ទងនឹង women ហើយដើម្បីងាយស្រួលយើង list ដូចគ្នាដូចជា footwear អញ្ចឹងគឺយើងមាន style របស់ footwear នីមួយដូចជា bottom ជាដើមយើងមាន list top ក៏ដូចគ្នាសម្រាប់ men ក៏ដូចគ្នាដែរគឺយើងមាន style ហើយយើងអាច list បានដូច women ដែរហើយសម្រាប់ចូលទៅកាន់ page favorite គឺយើងមានproduct favorite ដែលយើងបាន list ដើមពីមុនហើយក៏យើងអាច delete បានដែរហើយដូចជា product card page card វិញក៏យើងអាច delete ហើយនឹង add ចូលបើសិនបើនេះយើងអាចចូលមក page នេះហើយយើងរកអីវ៉ាន់ដែលយើងចង់ add to cart ក៏បានទៅ favorite ក៏បាននៅពេលដែលយើងចុចproduct នីមួយគឺយើងចូលមក product detail ដែលយើងអាចឃើញមាន size មាន add to ប៊ូតុង add to cart more description តាក់ទងនឹង product នីមួយហើយនឹង red star ក៏ដូចជាយើងបើសិនបើយើងអត់ចុចនៅ select size ណាមួយគឺ require ឲ្យ select size ហើយក៏យើងអាច add to cart ក៏ដូចជាបើសិនបើយើងចុចរូប footwear អញ្ចឹងទៅយើងមាន size នៃ footwear ដូចជា size 1យើង add to cart មកបើសិនបើយើងរក style តាក់ទងនឹង accessory គឺយើងមានប្រវែងនៃ accessory ដែលយើងបាន list មកដូចជា21យើងអាច list ទៅយើងអាច add ទៅ favorite card របស់យើងបានអូខេហើយដល់ក្នុងហ្នឹងគឺយើងមាន
random product ទាំងអស់នៃ data ដែលយើងបាន insert មកគឺមានច្រើនមែនតើងាយស្រួលក្នុង user គាត់ select ចង់បាន product ណាមួយយើងអាច select ហើយយើងអាច add to cart បានហើយក៏ដូចជាប្រសិនបើនេះយើងអាច select language បានដើម្បីងាយស្រួលក្នុងការ purchase ឬដាក់ទៅ favorite អីចឹងទៅតមកប្រសិនបើយើងadd to cart ហើយអស់ហើយយើងអាចចង់បន្ថែមនៃ product ណាមួយយើងអាច list មក price របស់យើងគឺ count ទៅរហូតនៅស្រុកនៃ total price របស់យើងក៏ដូចជាយើងអាច translate ទៅប្រសិនបើនេះយើងដឹងថាតម្លៃរបស់យើងមានប៉ុន្មានតម្លៃស្រុកហើយថ្លៃដឹកជញ្ជូន free អីចឹងជាដើមដើម្បីនិយាយទៅវាងាយស្រួលក្នុងការទិញមែនតើហើយតោះមកយើងអាចចុច to finish checkout ដែលយើងមាន delivery option ship ដូចទៅឧទាហរណ៍នេះយើងចង់ផ្ញើទៅខេត្តដែលយើងមានទាមទារនឹង first name email address ហើយនឹង phone number ហើយនេះគឺយើងអាចនៅក្នុង local ដូចជាភ្នំពេញអញ្ចឹងយើងអាចអំពេញបានដល់យើងទាមទារទៅនឹងឧទាហរណ៍ផ្ទះលេខអីចឹងតើតមកឧទាហរណ៍យើង list ប៉ុណ្ណឹងមកគឺយើង finish check out ហើយគឺយើងអាចមើល total នៃ category របស់យើងម្ដងទៀតដែលយើងបានចេញមកពី cart button របស់យើង cart page របស់យើងហើយក៏យើងអាចទៅកែសម្រួលនៅ cart page របស់យើងវិញបានដែរបើសិនមកវាខុសត្រូវអីចឹងនៅពេលដែលយើង sign នៅពេលដែលយើងនេះម្ដងហើយយើងអាចបំពេញ email address ឧទាហរណ៍តោះមកយើងអាច finish check out ទៅគឺយើង complete ហើយបើសិនបើ user ចង់ខ្លាយជា membership នៃwebsite e-commerce គឺយើងទាមទារឲ្យនឹង sign in ទៅដល់ Gmail បើអត់នេះទេគឺ requirement ចឹងទៅយើង sign in អូខេតមកទាមទារនឹង first name last name ហើយតមកយើងដាក់ password គឺយើងអាចបើកមើលបានឯបានបើសិនបើយើងអត់បានពេញអីគ្រប់គ្រាន់គឺ require ដូចគ្នាអូខេដល់ពេលដែលយើង login ទៅសាច់គឺយើង back មក home page វិញហើយយើងអាចចូលទៅមើលម្ដងទៀតគឺយើង successful ក្នុងការ login ហើយយើងអាច change name edit password កាយខែឆ្នាំវណ្ណៈរបស់យើងហើយក៏ដូចជាអាច upload រូបបានឥឡូវខ្ញុំអាច upload រូបខ្ញុំតោះមកយើង save change មកគឺយើង upload successful ហើយនៅកន្លែងនេះគឺយើង upload success ទាំងអស់គឺយើង success ហើយយើងចង់ log out ក៏បាននៅពេលដែលយើង log out គឺយើងត្រូវ sign in មកតង់ទៀតឥឡូវយើង back ទៅ home page វិញអូខេហើយសម្រាប់ responsive វិញគឺ responsive គ្រប់ size ទាំងអស់អានេះគឺ size iPad មិញគឺ Village គឺគ្រប់ size iPad ទាំងអស់ហើយនឹងគ្រប់ product ទាំងអស់បើសិនបើហើយយើងអាច scroll បានក៏ដូចជា mobile ក៏យើងអាច scroll បានដែរវា response គ្រប់ size ទាំងអស់ដែលងាយស្រួលឲ្យ user ក្នុងការស្វែងរកក្នុងការនិយាយទៅវានិយាយទៅ user friendly ជាមួយនឹង website របស់យើងក៏ដូចជាយើងអាច check ទៅ product នីមួយៗឧទាហរណ៍ list គ្រប់ product ទាំងអស់អូខេតមកយើងទៅមើលគឺ responsive គ្រប់ size ទាំងអស់យើងអាច click តមក list down product ដែលយើងដូចឃើញយើងឃើញនៅបារទី2ដែលយើង hover ទៅចេញ drop down មកឥឡូវពេលដែលមកបារគឺចេញចឹងអូខេឧទាហរណ៍ឥឡូវយើងចូល
product របស់យើងគឺ list down ទាំងអស់ហើយសម្រាប់ list short នេះគឺយើងអាច short តាម size នៃ list របស់យើងបានដូចទៅនឹង live screen និយាយទៅ response គ្រប់ size ទាំងអស់អូខេយើងនេះមកវិញមកគឺបានហើយសម្រាប់ iPad ក៏ដូចគ្នាអូខេ fully responsive សម្រាប់វីដេអូនេះគឺដល់ទីបញ្ចប់ហើយអរគុណសម្រាប់ការតាមដានទស្សនាហើយសម្រាប់ future project របស់យើងគឺ integrate ជាមួយ database និង microservice សម្រាប់ host សម្រាប់ service សម្រាប់សម្រាប់ service ទៅនឹង user ផ្សេងហើយនិង product ផ្សេងងាយស្រួល scalable ហើយសម្រាប់ backend គឺយើងចង់ប្រើប្រាស់ integrate ជាមួយ Nest.js ហើយនិងសម្រាប់ database វិញគឺយើងចង់ប្រើប្រាស់ជាមួយនឹង MongoDB អូខេអរគុណសម្រាប់ការតាមដានទស្សនាជួបគ្នានៅវីដេអូក្រោយបាយបាយ